មានរឿងមិនគួរឲ្យជឿបារម្ភម្នាក់បានរួចផុតពីការផ្ទុះដ៏ខ្លាំងបំផុតនៅលើពិភពលោកមិនមែនតែម្ដងទេគឺរហូតដល់ទៅ2 ដងហើយបារម្ភម្នាក់នោះគឺនៅថ្ងៃទី6 ខែសីហាឆ្នាំ1945ប្រទេសជប៉ុនកំពុងតែមានភ្លើងសង្គ្រាមឆាបឆេះជាបន្តបន្ទាប់ពេលនោះនៅលើផ្ទៃមេឃទីក្រុងហ៊ីរ៉ូស៊ីម៉ាបានបំភ្លឺដោយពន្លឺពណ៌សដែលជាពន្លឺរបស់គ្រាប់បែកនុយក្លេអ៊ែរដំបូងគេបំផុតដែលបានផ្ទុះដែលជាស្នាដៃរបស់សហរដ្ឋអាមេរិកឥឡូវនេះយើងមកស្គាល់បារម្ភម្នាក់ដែលមានឈ្មោះ Tsutomu Yamaguchi ដែលកើតនៅថ្ងៃទី16 ខែមីនា ឆ្នាំ1916ដែលនៅពេលនោះគាត់មានអាយុត្រឹមតែ29ឆ្នាំពេលនោះគាត់ស្ថិតនៅត្រឹមតែ3 គីឡូម៉ែត្រប៉ុណ្ណោះពីចំណុចដែលផ្ទុះនៅពេលដែលគាត់ចេញពីធ្វើការទៅដល់ទីធ្លា Mitsubishi នៅប្រហែលម៉ោង 8:15 នាទីគាត់បានឃើញយន្តហោះអាមេរិកមួយគ្រឿងនៅលើមេឃវាមិនមែនជារឿងថ្មីទេដែលឃើញយន្តហោះអាមេរិកហោះឡើងលើមេឃនៅប្រទេសជប៉ុនដែលគាត់បានដឹងថាកងទ័ពអាកាសរបស់ខ្លួនមិនអាចមានសមត្ថភាពក្នុងការការពារដែនអាកាសរបស់ខ្លួនជាយូរមកហើយប៉ុន្តែលោក Tsutomu Yamaguchi គាត់ចង់ដឹងចង់ឃើញអំពីមូលហេតុដែលយន្តហោះនោះហោះតែឯងកន្លែងហ្នឹងចង់បានន័យថាលោក Tsutomu Yamaguchi ហ្នឹងគាត់ឆ្ងល់ថាយន្តហោះហ្នឹងហេតុអីបានវាប្លែកពីគេប្លែកពីយន្តហោះដតីអីអញ្ចឹងណាហើយវាហោះតែឯងទៀតអញ្ចឹងទៅគាត់ចង់ដឹងចង់ឃើញអញ្ចឹងណាហើយនៅពេលនោះគាត់បានឃើញយន្តហោះបានបញ្ចេញវត្ថុតូចមួយដែលធ្លាក់មកលើទីក្រុងដែលមានឆ័ត្រយោងភ្ជាប់ជាមួយហើយគាត់កាន់តែចង់ដឹងចង់ឃើញបន្ថែមទៀតហ្មងការចង់ដឹងចង់ឃើញរបស់គាត់បានប្រែក្លាយទៅជាការភ័យស្លន់ស្លោនិងភាពភ័យរន្ធត់ភ្លាមតែម្ដងនៅពេលនោះមេឃបានផ្ទុះឡើងសំឡេងផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើងពេញអាកាសហើយរលកនិង